យោត្រឡប់មកជួបខ្ញុំម្ដងទៀតហើយបាទអាយសួស្តីអ្នកគ្នាហើយថ្ងៃនេះយើងមកសម្រាយសាច់រឿងកាជាអាកូតាបន្តទៀតហើយឥឡូវនេះរូដូកំពុងតែរត់គេចពីសត្វបិសាចសម្រាមទាំងអស់នេះរីឯបរិយាកាសវិញគឺសសឹងតែជាឧស្ម័នពលតែម្ដងដែលរូដូនឹងរត់ផងគួតឈាមផងដែលមិនដឹងថាត្រូវរត់បានប៉ុណ្ណានោះទេរៀបនឹងចូលចាញ់ទៅហើយនឹងគាត់ក៏បាននឹកឃើញដល់រ៉េកូតូដែលត្រូវបានគេសម្លាប់អញ្ចឹងទៅហើយនឹងនឹកឃើញទៅដល់គោលបំណងដែលខ្លួនត្រូវឡើងទៅលើវិញហើយបន្ទាប់មកនឹងដែលរបស់រូដូក៏ចេញអ្វីប្រៀបដូចជា ability មួយអញ្ចឹងដែរក៏ស្រវាទៅចាប់បំពង់ទី1នៅចិត្តខ្លួនហ្នឹងក៏ដាក់អាបិសាចហ្នឹងផាំងតែម្ដងតែដោយសារពួកអាបិសាចអស់ហ្នឹងវាមានចំនួនច្រើនពេកទើបវាយរូដូរហូតដល់ខ្ទាតថយក្រោយវិញតែម្ដងទៅនឹងឃើញមនុស្សចម្លែកម្នាក់ដែលកំពុងតែមើលសកម្មភាពរបស់រូដូដែលវាយគ្នាជាមួយនឹងសត្វបិសាចសម្រាមទាំងអស់នោះហើយសត្វសម្រាមពីរហ្នឹងក៏រត់ទៅវាយរូដូអញ្ចឹងទៅតែរូដូរហ័សក៏ទាញសង្កសីមួយសម្រាប់ទប់ទល់វិញផងដែរហើយបន្ទាប់មកទៀតហ្នឹងយើងក៏ឃើញបិសាចធំជាងគេហ្នឹងក៏កន្ទ្រាំជើងមួយទំហឹងធ្វើឲ្យរូដូខ្ទាតទៅប៉ាបរមម្នាក់អំបញ្ញមិញនេះអាគាត់នេះមកដល់គ្មាននិយាយអីច្រើនទេទាត់រូដូមកជើងតែម្ដងហើយគេក៏បានយកបំពង់អុកស៊ីសែនហ្នឹងទៅពាក់ឲ្យរូដូហើយរូដូក៏បានសួរសំណួរយ៉ាងច្រើនទៅកាន់អាប៉ែនេះថាកន្លែងនេះគឺជាកន្លែងណាហើយធ្វើមិនដាច់ទៅបាយឡើងទៅលើវិញបានអីអញ្ចឹងហើយយើងមកស្គាល់តួអង្គនៅហើយទៅគាត់ក៏មានឈ្មោះថា Engine ក៏ប្រឹងធ្វើសញ្ញាឲ្យរូដូយើងស្ងាត់មាត់កុំនិយាយលឺពេករូដូវិញក៏នៅតែមកលឺដដែលចឹងឯងក៏ដោយសារអត់ដឹងថា Engine ហ្នឹងកំពុងតែនិយាយពីអ្វីទេហើយអាប៉ែ Engine នោះក៏បានស្រែកមួយទំហឹងមនុស្សចាស់តែម្ដងថាកន្លែងនេះគឺมันបាននៅក្រមនោះឡើយគឺកូននៅលើកំណត់សម្រាមនោះឯងតែមនុស្សដែលរស់នៅក្រោមនេះវិញគឺដោយសារតែអ្នកនៅលើហ្នឹងបោះពួកគេចុះមកក្រោមហ្នឹងឯងឯសត្វទាំងអស់នេះវិញក៏មានឈ្មោះថាសត្វបិសាចសម្រាមហើយពួកវារស់នៅបានហ្នឹងក៏ដោយសាររូបរាងកាយរបស់ពួកវាហ្នឹងផ្សំឡើងពីសម្រាមហ្នឹងឯងពួកគេនិយាយលឺខ្លាំងពេកហ្នឹងទើបធ្វើឲ្យសត្វបិសាចសម្រាមរកឃើញកន្លែងរបស់ពួកគេនឹងបំរុងតែវាប្រហារនឹងបដ Engine ក៏បានដកយកអាវុធរបស់គាត់នោះនឹងបាន transform វាទៅជាអាវុធមួយទៀតភ្លាមយ៉ាងលយមែនទែននឹងក៏បានប្រើអាវុធរបស់ខ្លួននឹងវាប្រហារទៅលើអាសត្វបិសាចសម្រាមទាំងអស់ហ្នឹងរីឯខ្លួនប្រាណរបស់សត្វបិសាចសម្រាមមួយហ្នឹងវាក៏មិន generate មកឡើងវិញដែរព្រោះជាអាវុធពិសេសរបស់ Engine នឹងឯងហើយបន្តមកទៀតនឹង Engine ក៏បានបន្តវាបហាទៅលើពពួកសត្វបិសាចសម្រាមមកងាប់ខ្យាតខ្ចាយអស់រលីងហើយនៅសល់មកក្បាលចុងក្រោយនឹងវាក៏បានព្រុសទឹកអ្វីមួយយ៉ាងពណ៌ស្វាយទៅដាក់ Engine ប៉ុន្តែ Engine ក៏យកឆាតរបស់គាត់នឹងមករងដែលធ្វើឲ្យសម្រាមខាងក្រោមនឹងផ្ទុះអស់រលីងហើយចុងក្រោយ Engine ក៏បានហោះលើវិហារនឹងប្រើអាវុធរបស់ខ្លួននឹងដាក់អាបិសាចនឹងឡើងផងធរណីតែម្ដងហើយ Engine ក៏បានណែនាំខ្លួនដល់រូដូថាគេគឺជា cleaner ម្នាក់បន្ទាប់មករូដូក៏បានសម្លាប់បាត់ទៅដោយសារតែគាត់ស្រូបជាតិពុលច្រើនពេកនឹងឯងហើយរូដូក៏បាននឹកឃើញទៅដល់អតីតកាលដែលត្រូវបានក្មេងៗដទៃទៀតនឹងបូលីអីចឹងទៅនឹងរត់មកសួរលោកពូរ៉េកតូថាវាយអវ៉ាន់ផ្សេងហ្នឹងពិតជាមានជីវិតរស់នៅក្នុងវាមែនដែរឬទេហើយគាត់ក៏បានប្រាប់ទៅកាន់រូដូថាពាក្យហ្នឹងគឺចាស់ពីដើមក៏បានប្រាប់អញ្ចឹងតែគាត់ក៏បានជឿផងដែរព្រោះវាយអវ៉ាន់របស់ផ្សេងឲ្យតែយើងមើលថែវាបានដិតដល់ហ្នឹងវាប្រកាសជាមានវិញ្ញាណដែលរស់នៅក្នុងនឹងបានហើយណាមួយបើសិនជាយើងជឿពាក្យស្លោកនេះនឹងធ្វើឲ្យយើងចេះមើលថែទុកដាក់រក្សារបស់របរនឹងឯងដូចជាកន្សែងមួយនេះដែរដោយសារតែវាមានភាវៈរស់នៅក្នុងនឹងទៅវាអាចជួតមុខបានស្អាតយ៉ាងទៅពេលរត់ទៅផ្ញើមកវិញហ្នឹងក៏បានឃើញថា Engine ក៏យកចង្វាក់តាក់ដៃតាក់ជើងហើយអូសវាតែម្ដងទោះបីយ៉ាងណាដែរក៏រូដូនឹងក៏បានប្រាប់ឲ្យ Engine ដល់លែងខ្លួនព្រោះខ្លួនត្រូវការសងសឹកឲ្យលោកពុកធัวរបស់ខ្លួនគឺជាលោកពូរ៉េកតូនឹងឯងហើយ Engine គេក៏បានប្រាប់ត្រង់តែម្ដងថាចង់ទៅឡើងលើកោះដែរហ្នឹងគឺទៅមិនរួចឡើយ
រីឯរូតដូវិញនៅពេលដែលបានលើបែបហ្នឹងគេក៏បានគិតថា engine បានលាក់ហត់កម្បាំងមួយមិនប្រាប់គេឲ្យដឹងសោះឡើយរូតដូហ្នឹងក៏បានឲ្យ engine ប្រាប់ពីអាវុធពិសេសឲ្យខ្លួនដឹងអស់មកដោយសារតែវាចង់ទៅសងសឹកលើមនុស្សលើភពលើនឹងឯងនៅពេលដែលឃើញអាក្មេងនេះនិយាយមិនចេះឈប់សល់ចឹង engine ក៏បាននាំរូតដូទៅកន្លែងមួយនៅពេលដែលដល់កន្លែងហ្នឹងហើយ engine ក៏បានដាក់រូតដូចោលនិងគាត់ដើរចេញទៅតមកហ្នឹងក៏មានបរិប 4-5 នាក់ក៏បានបង្ហាញខ្លួនមកកាន់កន្លែងហ្នឹងនិងសួររូតដូថាគាត់មកពីណាអីចឹងទៅរីឯរូតដូក៏បានប្រាប់ថាគាត់មកពីលើកោះហនដែរខាងលើចំណែកពួកហ្នឹងវិញវាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលដឹងថារូតដូមកពីកោះហនដែរអីចឹងទៅហើយថែមទាំងដោះច្រវាក់ឲ្យរូតដូថែមទៀតផងមូលហេតុដែលពួកអស់នេះវាមកសួរចង់ដឹងអំពីរូតដូដែលមកពីលើកោះហនដែរនឹងមែនអត់គឺជាមនុស្សកោះហនដែរនឹងមែនអត់ហ្នឹងហើយបន្ទាប់មកហ្នឹងពួកហ្នឹងក៏បានចាប់ចងរូតដូដាក់ទៅក្នុងឡានមួយមូលហេតុហ្នឹងគឺពួកវាចង់យកគ្រឿងក្នុងរបស់រូតដូហ្នឹងទៅលក់អីចឹងទៅហើយមួយនេះក៏បានសួររូតដូមូលហេតុអ្វីបានមកដល់ខាងក្រោមសំពួកនៅលើនឹងមែនមូលហេតុហ្នឹងគឺដោយសារតែពួកអ្នកនៅលើហ្នឹងវាបានចាក់សម្រាមមកបំពុលទីក្រុងរបស់អាមួយនេះដែលជាទីក្រុងនៅក្រោមដីនឹងឯងចាក់យូរទៅពីទីក្រុងធម្មតាមកក្លាយជាទីក្រុងសម្រាមបាត់ទៅហើយហើយបន្ទាប់មកហ្នឹងវាក៏បានយកអាហារស្អុយឲ្យរូតដូស៊ីផងដែរដើម្បីកុំឲ្យរូតដូនឹងស្រកសាច់លូមិនបានថ្លៃហើយកំពុងតែបានច្រកសុកហ្នឹងរូតដូក៏បានខំរៀមដៃវាដាច់សល់តែឆ្អឹងតែម្ដងដោយសារតែខ្លួនមកពីវណ្ណៈក្រីក្រស្រាប់ម្ហូបអាហារទាំងអស់នេះគ្មានបញ្ហារឿងអង្គែសម្រាប់រូតដូឡើយរូតដូនឹងក៏បានបរិភោគអាហារនឹងបន្តអីចឹងទៅខឹងចិត្តអាអ្នកលើនឹងផងខឹងចិត្តអាអ្នកក្រោមនឹងផងរូតដូក៏បានផ្ទុះកំហឹងនិងបញ្ចេញធម៌ពលពីដៃរបស់គេរហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯងនិងនឹកឃើញទៅដល់ពាក្យសម្ដីរបស់លោកពូរេកតូដែលបានប្រាប់ថារបស់របរទាំងអស់គឺសិតសឹងតែមានជីវិតថែមទៀតនោះរូតដូក៏បានច្រវាក់ចាប់បានច្រវាក់មួយនិងប្រំលែងវាទៅជាច្រវាក់ដែលមានបង្លានិងបើកការវាប្រហារទៅកាន់ពួកដែងនោះងាប់អស់រលីងសល់តែអាមួយដែលត្រូវបានគេខាំដៃហើយរូតដូក៏បានសង្វាចាប់កានកង់ឡានមួយនិងប្រែកាឡាវាឲ្យទៅជារបស់ដែលមានថាមពលនិងបំរុងតែវាយអាមួយនឹងទៅហើយនឹងengine គេក៏បានមកខាត់រូតដូនិងធ្វើឲ្យរូតដូភ្ញាក់ខ្លួនវិញនៅពេលដែលដឹងពីថាមពលប៉ាត់របស់រូតដូហើយនឹង engine ក៏បំរុងតែបបួលរូតដូឲ្យចូលក្រុម The Cleaner របស់ខ្លួនហើយគេក៏បានសន្យាថានឹងប្រាប់គ្រប់យ៉ាងអំពីពិភពលោកមួយនេះនិងអំពីថាមពលដែលរូតដូកំពុងតែប្រើនឹងឯងរីឯអាក្មេងរូតដូវិញវាក៏បាននិយាយពេលយ៉ាងខ្លីថាអត់ចង់ទៅវិញហើយអេផ isode ទី 2 របស់កាជាអាកូតាក៏បានស្លេតែត្រឹមនឹងសិនទៅហើយកុំភ្លេចជួយចុច Subscribe និង Like វីដេអូនេះម្នាក់មួយផងខ្ញុំបាទអាយជម្រាបលា